រ៉ាហ្វអន្តរជាតិទឹកទី4បង្គោលក្រមច័ន្ទប៊ុនហឿនបង្គោលខៀវកីឡាករថងមុនថងមុនយើងអរគុណដល់ខារ៉ាបាវអ្នកតស៊ូដ៏អស្ចារ្យមកជើងស្ដាំរបស់ថងមុននេះមិនមែនថងមុនចេស្តាណាថងមុនចេស្តាអត់សូវបានឃើញវាយនៅស្រុកខ្មែរទេឥឡូវចោលរវល់ពេកអាយ៉ាអោបតោងសារិញមកយាយថងមុននេះមកយាយដើរចូលបនឿនធាក់ចាប់ជើងចប់តបជើងក្រោមអើយអូយលេខ3មួយអ្នកទៀបមិនបានមកជើងស្ដាំថងមុនអានេះគេហៅថាកាន់តែខ្ពស់ខ្យល់មកកាន់តែខ្លាំងបាទអ្នកនៅទៀបគេហៅទ្រង់សម្ពាធកាន់តែខ្លាំងដូចគ្នាគូលហើយថ្ងៃនេះធ្វើការធ្ងន់ណាអត់ជាប់ទៀតតែកគ្រាមួយសិនបាទរឿងគ្រារឿងបោនេះគេហៅថាគឺជាក្បាច់តស៊ូរបស់អ្នកទៀបបាទអ្នកគួរតែអាងតែជង្គង់នោះហ្មងអាងតែជង្គង់ឲ្យកែងបាទមួយទៀតឃើញអ្នកទៀបធ្វើឲ្យបានតបជើងក្រោមការប្រកួតមិត្តភាពកម្ពុជាថៃអាញាកណ្ដាលកាត់ក្តីគឺលោកអ៊ូសានម៉ែយើងទេដេញតាមមកហើយនេះកែងខុសចេញដល់មកតែថ្ងៃនេះសុំសរសើរបង្គោលខៀវគាត់មិនបើសិនជាគេដាក់បន្ទូឲ្យកិច្ចតាមបន្ទូដែរចាប់ហើយអានេះទុកដាក់ម្នាក់ឯងទៅគឺមិនដែរគាត់តែកិច្ចបានបន្ទូទេផ្លយមិនបានកិច្ចបានបន្ទូអត់បាយសោះអត់បាយចោះខុសខ្ញុំហ្មងពីនេះខារ៉ាបាវខ្ញុំមួយមកជុំភ្លេចនឹកឃើញហ្នឹងហើយកិច្ចតាំងពីម៉ាការរហូតដល់ក្បាច់អីគេទេក្បាច់ចេះដូច DJ លុចនិយាយមែនបាទបាយមុខសាប់អានៅមុខសាប់អស័យញាប់ទេបើទៅក្រោយសាប់ញាប់ដូចថែមបន្តមិនចង់ថែមទេហប់ក៏ហប់ដែររបួសក៏របួសដែរតែធ្វើមិនអត់ទាន់ចាប់ទឹកកែងឡនកែងមួយទៀតសូមជូនរូបភាពនេះទៅបងប្អូននៅធានីទូមួយខេត្តកាបូតបាទធានីទូមួយបនសមុទ្រខេត្តកាបូតចេញមកដល់ហើយចុះអូយកែងលោកអ៊ូសាបំបាយជាថ្មីគាត់ថាបនសមុទ្រឆ្នាំនេះមានវិញ្ញាសាបដាល់ក្បាច់ខ្មែរបុរាណដែរបាទមានចឹងផ្ញើទៅអ្នកកាបូតទាំងអស់គ្នាបងថ្ងៃ11ដល់ថ្ងៃ13ណាបនសមុទ្រឆ្នាំ2015នៅខេត្តកាបូតហ្នឹងឯងចឹងបងប្អូនត្រូវកក់ផ្ទះសំណាក់អូតាកក់ឲ្យហើយទៅចឹងអត់មានកន្លែងដេកទេណាទឹកក្រោយហ្នឹងហើយបាទទឹកក្រោយហ្នឹងចាប្រកួតបន្តទៀតអត់អីទេ